បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះជួបគ្នាជាមួយនឹងខ្ញុំបាទជាមួយនឹងតេស្តបាទតេស្តអាំភ្លីជូនបងនៅខាងផ្សារថ្លុកជ្រៅខេត្តកំពង់ចាមបាទគាត់យកទៅលក់តដែរទេតែចឹងតម្លៃលក់ឲ្យគាត់ឲ្យបានថ្លៃទេពុកម៉ែបងប្អូនអើយបាទចែកគ្នា 10000 20000នាក់បាទហើយនេះគឺជាប្រភេទ58 8000បាទ58 8000ប្រើជាមួយនឹងហ្វេត12គ្រាប់ជាប្រភេទហ្វេតធំបាទហើយខាងមុខគឺមានអេក្រង់សម្រាប់មើលហឺតបាទមើលហឺតមើលអីបានមកកាផ្លេអានេះមិនមែនដាក់តែអេក្រង់ដូចប្រភេទខ្លះទេបាទមានហឺតមានអីសេរីទៅគឺវាលោតបាទនេះគឺ76ហឺតបាទហើយហឺតរបស់វាគួរផុតដូចជាបាន100ជាងបាទឥឡូវគួយខ្ញុំរកអស់ភ្លើងទៅបងប្អូនបាទនេះហឺតវាគួរផុតដូចជា112ហឺតបាទ112ហឺតអាគួយខ្ញុំអស់ភ្លើងហើយបងប្អូនបាទអញ្ចឹងហើយតែបានជួនពុកម៉ែបងប្អូនទេណានេះយើងសេរីហៅទៅខ្ពស់បាទអានេះសេរីញាប់អញ្ចឹងគឺត្រីវាភ្ញាក់លឿនក៏ប៉ុន្តែភ្លើងកម្លាំងភ្លើងតែវាជះរៀងក្រោយតែបើពុកម៉ែបងប្អូនសេរីហៅវារឹងទៀតវាជះមួយគឺវាវាយត្រីបានខ្លាំងមែនតើភ្លើងជះទៅវាយត្រីបានខ្លាំងប៉ុន្តែវាអត់ល្អសម្រាប់យើងរកត្រីផ្កាទេវាល្អសម្រាប់យើងរកត្រីអត់ផ្កាអញ្ចឹងពុកម៉ែបងប្អូនយកទៅរកទៅដឹងហើយពួកអស់នេះបើសិនជាយើងរកត្រីផ្កាយើងប្រើក្តៅគឺល្អជាងបាទល្អជាងតែបើប្រើត្រជាក់គឺប្រើសម្រាប់ត្រីអត់ផ្កាទេបាទឥឡូវតែឃើញថាមានដំណើរការហើយសម្រាប់ពុកម៉ែបងប្អូនមានដំណងបាទចង់ប្រើប្រាស់ម៉ូទ័រក្រៅប្រទេសចង់កំងមកពីប្រទេសចិនអីគឺអាចទៅដល់មកតាមរយៈខ្ញុំបាទតាមរយៈលេខទូរស័ព្ទ090 267608 0968199681ហើយជំរាបពុកម៉ែបងប្អូនថាសម្រាប់ការកក់អីវ៉ាន់មកពីប្រទេសចិនរើពុកម៉ែបងប្អូនកក់លុយជាងពាក់កណ្ដាលហើយព្រោះថាឥឡូវហ្នឹងការទិញពីប្រទេសចិនគឺវារៀងមានភាពងាយស្រួលហេតុអីចាំបាច់ទិញពីខ្ញុំបាទទិញពីខ្ញុំគឺទទួលបានការធានាខុសត្រូវពីខ្ញុំអញ្ចឹងពុកម៉ែបងប្អូនបាទទី1គឺបាត់អីវ៉ាន់គឺធានាទិញថ្មីទី2អីវ៉ាន់ទិញមកមានបញ្ហាគឺខ្ញុំធានាសរេសរងឲ្យវាដើរវិញបាទដោយសារអីវ៉ាន់ទិញមកពីចិនមិនមែនទិញមកសុទ្ធតែដើរទេណាពុកម៉ែបងប្អូនណាបាទមិនមែនទិញមកសុទ្ធតែដើរទេទី2អីវ៉ាន់យឺតអីវ៉ាន់ដលៃអីគឺខ្ញុំនៅពិបាកចិត្តជំនួសពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអត់បាច់ខ្វល់ទេបាទគឺទិញពីខ្ញុំដឹងតែបានបាទដឹងតែបានអីវ៉ាន់ដោយសារទិញមកពីចិនគឺមានករណីខ្លះអីវ៉ាន់យឺតចឹងពុកម៉ែបងប្អូនបាទអីវ៉ាន់យឺតអីវ៉ាន់ជប់កយជប់អីចឹងបាទហើយមានបងខ្លះគាត់ទិញទៅ3ខែអត់ទាន់ឃើញគាត់ឆាប់មកហ្វូថាមានវិធីដោះស្រាយអត់មានទេបងប្អូនបាទទី1បងប្អូនត្រូវជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនឲ្យបានត្រឹមត្រូវបាទទី2ទិញអីវ៉ាន់គឺដូចចាត់ឆ្នោតចឹងទិញមកពីប្រទេសចិនគឺបន្ថយដែរបងប្អូនបាទបន្ថយដែរមិនមែនទិញទៅសុវត្ថិភាពគ្រប់ប្រទេសទេមានករណីខ្លះបាត់មានករណីខ្លះជាប់កយយូរវែងចឹងទៅបាទហើយសម្រាប់ឥឡូវគឺអាចមានដាក់អាស័យដ្ឋាននៅក្នុងប្រទេសខ្មែរបានបងប្អូនកុំចេះតែហ៊ានទិញបាទសម្រាប់ការដឹកជញ្ជូនអត់មានក្រុមហ៊ុនដឹកជញ្ជូនមានន័យថាដឹកព្រីជាទូទៅអីវ៉ាន់ទិញពី3បាត់1អញ្ចឹងបងប្អូនតាមលក្ខណៈខ្ញុំទិញយូរហើយខ្ញុំទិញពីឆ្នាំមុនខ្ញុំទិញបែបចឹងតែឥឡូវនេះខ្ញុំទិញតាមក្រុមហ៊ុនដឹកជញ្ជូនគឺបង់ថ្លៃដឹកឲ្យគេបាទក្រុមហ៊ុនដឹកជញ្ជូនណាអញ្ចឹងអត់ទៅមានបញ្ហាទេតែបើសិនជាដាក់អាស័យដ្ឋានខ្មែរឲ្យខាងចិនផ្ញើមកនោះបាត់តែញយបាត់តែញយអញ្ចឹងសម្រាប់ថ្ងៃនេះដូចជាមិនមានអីច្រើនទេបងប្អូនបាទសម្រាប់ម៉ូទ័រនេះគឺដើរហើយតែប៉ុណ្ណឹងគឺអូខេហើយបាទលុយក៏គាត់ផ្ញើឲ្យអស់ហើយដែរខ្ញុំដាក់អីវ៉ាន់ជូនគាត់បាទជូនគាត់ខាងកំពង់ចាមបាទគាត់យកទៅលក់តដែរទេបងប្អូនបាទអញ្ចឹងតម្លៃគាត់ជាមួយចាស់មានន័យថាគាត់ប្រម៉ួយទៅមកខ្ញុំកំងពីចិនមកបាទខ្ញុំឲ្យគាត់លក់តទៀតបាទអញ្ចឹងហើយគឺចែកខ្ញុំទិញតិចហ្នឹងបងប្អូនអើយបាទទិញពីចិនបាទហើយគាត់សុកចិត្តយូរដោយសារអីគឺដោយសារបានកម្រៃតិចអ្នកនឹងឯងព្រោះអីគេលក់មានស្តុបបាទមានស្តុបអញ្ចឹងគេលក់មានស្តុបគឺគេលក់ថ្លៃអាហ្នឹងគឺជារឿងមួយបាទខ្ញុំមិនមានស្តុបក៏ខ្ញុំលក់រឿងថ្លៃបន្តិចដែរតែខ្ញុំវាគោលការណ៍ខ្ញុំអត់ចូលស្តុបមកទេពុកម៉ែបងប្អូនណាប្រភេទអីវ៉ាន់បែបនេះគឺអត់មានស្តុបទេបាទពុកម៉ែបងប្អូនថាគឺកាលអត់មានស្តុបបាទអត់មានទេបាទចាំប្រហែលឆ្នាំទៀតក៏អត់មានដែរដោយសារអីជាគោលការណ៍របស់ខ្ញុំគឺអត់ចូលអីវ៉ាន់ប្រភេទនេះដាក់ស្តុបទេបាទដាក់ស្តុបទេតោះតែកំងជូនគឺខ្ញុំកំងជូនបាទហើយសម្រាប់កំងយកមកគឺបើវាមិនដើរខ្ញុំធានាទទួលខុសត្រូវតែបើសិនជាហើយយកទៅថាខ្សោយថាអីវិញដូរវិញគឺដូរអត់បានទេបងប្អូនដោយសារខ្ញុំអត់មានស្តុបដូរទេបាទតែបើកែខ្លាំងអីខ្ញុំអាចជួយកែបានបាទហើយការកំងបងប្អូនគឺយើងភាសាគ្នាអត់មែនខ្ញុំ
ទិញព្រុសខ្ញុំឲ្យពុកម៉ែបងប្អូនថាត្រូវតែយកនេះទេគឺយើងពិសាគ្នាដូច្នេះការព្រុសខុសត្រូវគឺទាំងអស់គ្នាបាទបើសិនជាយកមកពុកម៉ែបងប្អូនមិនពេញចិត្តអាហ្នឹងជារឿងរបស់ពុកម៉ែបងប្អូនបាទតែបើអីវ៉ាន់មិនដើរយកមកអីវ៉ាន់មិនដើរអីវ៉ាន់ស្ងាត់គឺខ្ញុំអ្នកទទួលខុសត្រូវពុកម៉ែបងប្អូនបាទខ្ញុំអ្នកទទួលខុសត្រូវតែបើសិនជាយកមកឲ្យដើរពុកម៉ែបងប្អូនថាទាំងស្ទើរចិត្តនឹងចិត្តអាហ្នឹងពុកម៉ែបងប្អូនជាអ្នកទទួលខុសត្រូវបាទអរគុណជំរាបលា